បងប្អូនអរគ្នាមើលនំនេះបងប្អូនណាទុទីដឹងហេថានំនេះធ្វើអំពីអ្វីបងប្អូនចាំមើលនំហ្នឹងណាអូបងប្អូនស្រួលធ្វើងាយចាំវគ្គក្រោយគឺខ្ញុំបង្ហាញពីរបៀបធ្វើណាបងប្អូនចាលើកនេះគឺខ្ញុំអត់បានបង្ហាញពីរបៀបធ្វើទេគឺខ្ញុំធ្វើហូបបន្តិចទៅខ្ញុំអត់បានថតបង្ហាញអញ្ចឹងណាបងប្អូនចាចាំវគ្គក្រោយគឺខ្ញុំបង្ហាញពីរបៀបធ្វើនំហ្នឹងចាគឺឆ្ងាញ់ណាបងប្អូនចាគឺយើងចង់ធ្វើអសហ្នឹងគឺត្រាវបងប្អូនចាយើងចង់ដាក់ត្រាវក្បាញ់ដាក់ថ្លូងក៏បានយើងដាក់អីក៏បានដែរបងប្អូនដាក់ល្ពៅដាក់អីស្រេចយើងបងប្អូនអាស្នូលក្នុងណាតែអាសម្បកខាងក្រៅគឺខ្ញុំដាក់ពងទាខ្ញុំដាក់ម្សៅពោតខ្ញុំដាក់ម្សៅឆាបងប្អូនខ្ទិះដូងទឹកដោះគោស្រស់យើងវាយចូលគ្នាមកល្មមយើងចៀនទៅសាច់វារឹងយើងអាចរុំបានអញ្ចឹងណាបងប្អូនចាចាំវគ្គក្រោយគឺខ្ញុំប្រាប់ពីរបៀបធ្វើ